តរៀនខ្មែរពាក់កណ្ដាលខែ6ដើមខែ7អញ្ចឹងសបោបងប្អូនអញ្ចឹងចង់ញ៉ាំខ្ទិះតរៀនស្រួលទេបងប្អូនធ្វើងាយហើយដាំបាយតំណាប់ក៏ងាយបាយដាំទៅស្ងួតល្អហើយឆ្ងាញ់ដូចចំហុយអញ្ចឹងអត់មានក្តាំងទេបងប្អូនចាអញ្ចឹងខ្ញុំសូមណែនាំឆ្នាំងសំពាធម៉ាក់តូយ៉ាម៉ានេះល្អខ្លាំងបងប្អូនចាឆ្នាំងនេះយើងធ្វើម្ហូបបានច្រើនមុខហើយថ្ងៃនេះខ្ញុំលើកយកមុខងារដាំបាយតំណាប់ចាដាំបាយតំណាប់យើងដាក់ទឹកតិចយើងដាក់ប្រប្រាស់ជាមួយអង្គមិនន័យថាដាក់ទឹកមិនឲ្យលិចអង្គចារួចរាល់ហើយយើងចុចទៅលើចំណុចក្រហមហ្នឹងដើម្បីរកមុខងារចាអញ្ចឹងយើងដាំបាយតំណាប់យើងទៅរកមុខងារដាំបាយតំណាប់អញ្ចឹងយើងចុចលើរូបចានបាយហ្នឹងចាយើងចុចតែប៉ុណ្្នឹងហើយចេញលេខ12នាទីហ្នឹងទុកចោលហើយបងប្អូនស្រួលប្រើឆ្នាំងហ្នឹងឥឡូវដល់ម៉ោងឆ្អិនហើយយើងដើម្បីបើកឆ្នាំងបាយបានយើងប្រហើបសម្ពាធសិនហើយយើងមូលសោអញ្ចឹងយើងអាចបើកបានល្អណាស់ចាអញ្ចឹងនេះបងប្អូនមើលទាំងអស់គ្នាណាបាយយើងល្អខ្លាំងមែនទែនដោយសារយើងដាក់ទឹកត្រូវផងអង្គតំណាបគឺយើងដាក់ទឹកតិចបើអង្គខ្សាយបាយធម្មតាយើងហ្នឹងបានយើងដាក់ទឹករៀងច្រើនជាងអង្គតំណាបហើយមើលល្អណាស់ហើយអត់មានក្តាំងទេបងប្អូនចំណេញណាស្រួលដាំលឿនហើយបាយឆ្ងាញ់ចាអញ្ចឹងបើបងប្អូនចាប់អារម្មណ៍ចង់ទិញអាចតំណាក់តំណងឆាតសួរបន្ថែមទៀតបានណាឆ្នាំងនេះយើងអាចធ្វើស៊ុបក៏បានស្ងោរស្លខអីក៏បានទាំងអស់ចាឥឡូវនេះមកដល់ខ្ទះឆាយើងគុណភាពល្អខ្លាំងណាស់បងប្អូនចង់ឆាស្លចៀននេះខ្ញុំធ្វើតរ៉េនកោខ្ទិះនៅក្នុងហ្នឹងចាហើយនេះខ្ញុំអត់បានថតវីដេអូពេលកំពុងធ្វើហើយបងប្អូនក៏បានឃើញដែរវីដេអូខ្ញុំឆាខ្ញុំស្លអីនៅក្នុងផ្ទះហ្នឹងកន្លងមកថាឡើងមកលើផ្ទះផ្លេតហើយអត់បានកាន់ទូរស័ព្ទមកតាមកោតែតរ៉េនមួយខ្ទិះដូងទៅដាក់អំបិលបន្តិចទៅហើយអញ្ចឹងទៅក៏អត់បានចុះទៅយកទូរស័ព្ទមកថតទៅពេលឆ្អិនហើយបានចុះទៅយកទូរស័ព្ទចាហើយខ្ទះឆាហ្នឹងនៅតែតម្លៃឡៃឡុងដដែលបងប្អូនហើយថែមវិឆាល្អមួយដដែលណាចាអរគុណច្រើនបងប្អូនចាបងប្អូនឆ្នាំងនេះភេទឆ្នាំងដែលយើងងាស់ស៊ុបដែលមានសាច់ស្វិតអីចឹងណាសរសៃកែងស្អីអីហ្នឹងយើងងាស់តាម25នាទីហ្នឹងផុយឆ្អិនហើយឆ្នាំងនេះមានច្រើនមុខងារមានដាំបាយមានបបរមានខមានស៊ុបហើយធ្វើ yogurt និយាយទៅច្រើនមុខមែនទែនបងប្អូនមានធ្វើបង្អែមមានធ្វើស៊ុបជាកម្មចាឆ្នាំងនេះម៉ាក់តូយ៉ាម៉ាផលិតផលប្រទេសសិង្ហបុរីបងប្អូនហើយຂະຫນាត6លីត្រធំល្អជ្រៅល្អយើងធ្វើស៊ុបអីបានច្រើនកម្លាំង1000វ៉ាត់ស៊ីភ្លើងតិចចាអញ្ចឹងយើងដាក់ឆ្អឹងស៊ុបដាក់បន្លែដាក់គ្រឿងក្រៅរួចរាល់ហើយយើងបើកឆ្នាំងយើងដោតភ្លើងហើយយើងចុចកន្លែងកុងតាក់អនអស់ហ្នឹងបងប្អូនចាហើយបន្ទាប់មកមុខម្ហូបចេញនៅលើម៉ឺនុយឲ្យយើងមើលហ្នឹងណាអញ្ចឹងបងប្អូនចង់ធ្វើអីយើងចុចលើរូបហ្នឹងឥឡូវនេះខ្ញុំធ្វើស៊ុបអញ្ចឹងខ្ញុំចុចលើម៉ឺនុយស៊ុបអសគេដាក់ថាស៊ុបហើយមានចានស៊ុបនៅនឹងទៀតអញ្ចឹងយើងចុចតែប៉ុណ្្នឹងហើយបងប្អូននេះដំណើរការទៅហើយចាប៉ុណ្្នឹងហើយយើងទុកចោលទៅបងប្អូនហើយយើងចង់ធ្វើអីធ្វើទៅឥឡូវដល់ម៉ោងឆ្អិនលើអេក្រង់កន្លែងម៉ោងហ្នឹងចេញលេខ66អញ្ចឹងឆ្អិនហើយអញ្ចឹងយើងបិទមកយើងចុចលើ on off បិទមកតោះឥឡូវយើងទៅបើកមើលចាមុនពេលយើងបើកកម្របឆ្នាំងយើងបើកកុងតាក់នេះដើម្បីឲ្យសម្ពាធខ្យល់ហ្នឹងចេញមកឲ្យអស់សិនតបមកយើងមួយបើកសោសិនទើបយើងអាចបើកកម្របឆ្នាំងបានចាបងប្អូនឆ្នាំងនេះយើងធ្វើបានច្រើនមុខចាបងប្អូនហើយខ្ញុំប្រាប់មួយទៀតបើសិនជាស៊ុបយើងឆ្អិនហើយយើងអត់ទាន់មកបើកឆ្នាំងយើងអត់ទាន់ប្រញាប់លុះញ៉ាំអីចឹងយើងទុកវាប្រហែលជា10នាទី20នាទីអីចឹងសិនទៅដល់ពេលយើងមកបើកកន្លែងកុងតាក់សម្ពាធហ្នឹងវាអត់សូវខ្លាំងហើយវាតិចបានន័យថាយើងទុករៀងយូរចឹងទៅសម្ពាធហ្នឹងវាថយចុះដោយខ្លួនឯងណាតែបើសិនជាយើងឆ្អិនភ្លាមហើយយើងមកបើកកុងតាក់សម្ពាធភ្លាមគឺសម្ពាធហ្នឹងនៅខ្លាំងអញ្ចឹងខ្យល់សម្ពាធហ្នឹងវាចេញមកខ្លាំងណាបងប្អូនចាតែអត់អីទេបងប្អូននិយាយសរុបរួមមកឆ្នាំងនេះគឺវាផ្ដល់ភាពងាយស្រួលឲ្យយើងណាឆ្អិនភ្លាមចង់ញ៉ាំភ្លាមក៏បានយើងទុកមួយសន្ទុះចាំមកបើកឆ្នាំងញ៉ាំក៏បានគឺវាធ្វើតាមតម្រូវការចិត្តយើងណាវាបម្រើយើងបានល្អចា